គេមិនមែនជាកូនរបស់រាជានុសិទ្ធក៏ដោយគេក៏មិនមែនជាកូនរបស់លោកដែរនេះទ្រង់មានបរិបផ្សេងទៀតដែរខ្ញុំចង់ឃើញលោកប្រតិកម្មយ៉ាងម៉េចទូបង្គំសម្រាប់ចិត្តហើយមិនថាទ្រង់មានបរិបប្រមាណអ្នកទេទោះសៀហូជាកូនអ្នកណាក៏ដោយទូបង្គំនឹងទុកគេជាកូនបង្កើតខ្ញុំដឹងហើយតែលើកនេះលោកពិតជាមិនអាចទុកគេដោយកូនបង្កើតទេព្រោះគេជាឈាមជ័ររបស់ព្រះអង្គសូមទប់គំនិតរបស់លោកវិញទេមិនមែនកូនខ្ញុំទេមិនមែនជាបុត្ររបស់ទ្រង់ទេពិតមែនណាមិនមែនទេមិនមែនបុត្រទ្រង់មិនមែនកូនជូជឺទេអញ្ចឹងកូនអ្នកណាតើពិតជាមានមនុស្សខាងក្រៅមែនទេគឺកូនអ្នកបម្រើរបស់ខ្ញុំសែវរងហេតុអីក៏មកផ្ទះទូបង្គំទៅវិញខ្ញុំចង់ទៅណាក៏ទៅនោះហើយតាមពិនរស់នៅក្នុងជីវិតធម្មតាជាមួយលោកមានអារម្មណ៍បែបនេះសោះទូបង្គំមិនឲ្យទ្រង់រៀបការជាមួយចឹងចុងធានទេទូបង្គំនឹងឲ្យគាត់ស្លាប់លោកមានក្នុងដៃរបស់គាត់យើងបានទ្រាំគាត់យូរមកហើយល្មមហើយដល់ពេលបញ្ចប់ហើយបញ្ចប់ដោយរបៀបណាបង្ខំឲ្យគាត់បះបោឲ្យគាត់ធ្លាក់ក្នុងផ្ទះតែខ្លួនឯងតែបែបនេះมันហានិភ័យខ្ពស់ពេកទេសម្រាប់គាត់ដោយសំងាត់មិនបានទេហើយគាត់នឹងខ្លាចជាជនរងគ្រោះហើយអំពើអាក្រក់គាត់ដែលបានធ្វើនោះមិនអាចបង្ហាញសាធារណៈបានទេសូម្បីតែព្រះអង្គក៏ត្រូវជាប់ទោសពីបទទម្លាក់ម្ចាស់ពូបង្កើតដែរវាងាយស្រួលពេកសម្រាប់គាត់ខ្ញុំយល់ហើយមិនអាចឲ្យគាត់ស្លាប់ដោយគ្មានប្រយោជន៍ទេត្រូវតែទុកឈ្មោះអាក្រក់សម្រាប់ចំនួនក្រោយគ្រាន់តែទូបង្គំមិនចង់ឲ្យទ្រង់ប្រថុយជាមួយទូបង្គំទេលោកបានស្លាប់ដោយសារខ្ញុំហើយខ្ញុំប្រថុយបន្តិចបន្តួចមិនអីទេប្រាប់មកខ្ញុំត្រូវធ្វើអ្វីខ្លះសំដីរឿងមួយដរាបណាខ្ញុំអាចនៅជាមួយលោកដរាបណាសែហ៊ូអាចធំដឹងក្តីដោយសុវត្ថិភាពខ្ញុំសុខចិត្តធ្វើអ្វីក៏បានដែរព្រះអង្គសូមប្រាំកុំខ្ចាំងមានអ្វីត្រូវនិយាយទៀតឥឡូវទ្រង់តែម្ចាស់ក្សត្រីបោកទាំងស្រុងហើយនៅខាងទ្រង់ទៀតម្ចាស់ក្សត្រីរៀបការថ្មីប៉ះពាល់ដល់ផែនការដ៏ធំរបស់នគរទ្រង់ហ៊ាននិយាយចេញមិនត្រឹមតែរៀបការថ្មីទេនៅចង់លើកគាត់ជាអគ្គរដ្ឋខ្ពស់ទៀតពួកលោកទាំង3នាក់យន្តនគរយើងទៅអស់ហើយទូបង្គំនឹងថាព្រះអង្គពិបាកទ្រាំទូបង្គំមិនអាចផុតពីទោសស្លាប់បានទេព្រះអង្គកុំតន់អភ័យតើមានអ្វីត្រូវនិយាយទៀតនិយាយសិនសែហ៊ូមិនមែនជាកូនរបស់រាជានុសិទ្ធធ្វើតែឈាមឥឡូវមកកុហកយើងទៀតទ្រង់ជឿថាយើងនេះជឿមែនទេតែឈាមនោះខ្លាំងខ្លាយទេទូបង្គំមិនចាក់បានការតែឈាមនោះគ្រាន់តែជាល្បិចដើម្បីជួយទូបង្គំតែប៉ុណ្ណោះលោកគ្រូលោកនឹងជឿទ្រង់ទៀតស្ត្រីម្នាក់នេះហ៊ានបន្លំតែការតែឈាមតើមានអ្វីពិតទៀតទៅព្រះអង្គនេះជាផុសតាំងដែលបញ្ជាក់ថាសែហ៊ូជាកូនបង្កើតរបស់ទ្រង់ព្រះអង្គនៅចាំទេ2ឆ្នាំមុនពេលទ្រង់ស្វឹងខ្លាំងយប់ដែលទ្រង់នៅដំណាក់ជីនសៀងហេតុអ្វីទ្រង់អាចទ្រង់ហ៊ានទៅនៅជាមួយម្ចាស់ពូយើងតើទ្រង់នៅក្នុងនាមជាអ្វីតទៅទៀតទៅនាំព្រះអង្គទៅសម្រាប់បន្ទិញហើយមើលថែឲ្យបានល្អព្រះមេម្ចាស់ស្ត្រីព្រះអង្គអីសៀហូគឺជាបុត្របង្ការរបស់យើងតាំងពីព្រះអង្គឡើងសោយរាជរាជានុសិទ្ធកាន់អំណាចរាជការតើមានក្មេងប្រមាណអ្នកក្នុងរាជវាំងស្លាប់ដោយសារដៃគាត់មូលហេតុដែលមិនប្រាប់ព្រះអង្គគឺដើម្បីលាក់បាំងពីរាជានុសិទ្ធដែរនិងដើម្បីការពារពូជពងសម្រាប់ព្រះអង្គអញ្ចឹងហើយយើងធ្វើពុតជារៀបការជាមួយរាជានុសិទ្ធក៏ដើម្បីទាញគាត់ចុះនិងនៅពេលចុងក្រោយមកដល់ពេលនេះហើយព្រះអង្គនៅតែគិតថាខ្ញុំមិនមែនទេមិនមែនទេទ្រង់ឯង
លើប្រជឹងផ្អែកលើតម្រូវដែលលោកផ្ដល់ឲ្យយើងបានឃើញថាអ្នកបម្រើផ្ទាល់របស់អតីតម្ចាស់ក្សត្រីបានប្រកួតសម្បត្តិមួយពីអតីតម្ចាស់ក្សត្រីដល់ព្រះអង្គអតីតម្ចាស់ក្សត្រីត្រូវបានរាជានិស្សិតខ្លុំមើលកាលពីឆ្នាំនោះហើយបានផ្ញើសម្បត្តិនេះមកឲ្យម្ចាស់ក្សត្រីតាមអ្នកបម្រើផ្ទាល់ខ្លួនសម្បត្តិនេះមុននឹងឯងចេញទៅជួយយកទៅឲ្យរងប្រាប់នាងថាព្រះអង្គយើងសូមផ្ញើឲ្យនាងជួយមើលថែផងព្រះមេបន្ទាប់ពីអតីតម្ចាស់ក្សត្រីជួបទីវង្គតរាជានិស្សិតបានផ្សាយពាក្យចចាមអារ៉ាមអាក្រក់គ្រប់ទីកន្លែងអ្នកបម្រើនោះមិនហ៊ានប្រឆាំងទេស្ដាប់ខ្ញុំនិយាយទីបំផុតនាងយកសម្បត្តិនេះលាក់ខ្លួននៅផ្ទះចាស់របស់នាងវិញដោយសារការរីករាយរបស់រាជានិស្សិតម្ចាស់ក្សត្រីមិនអាចជួបម្ចាស់ក្សត្រីអតីតបានឡើយហើយនៅមានអារម្មណ៍ចិត្តរហូតមកបន្ទាប់ពីព្រះអង្គបានឡើងសោយរាជមហាក្សត្រយានីដើម្បីទប់រាជានិស្សិតនៅរក្សាទុកបល្ល័ង្ករបស់ព្រះអង្គមិនស្ទាក់ស្ទើរយកខ្លួនជាគូស្នេហ៍របស់រាជានិស្សិតឡើយក្រោយមកទ្រង់ក៏លះបង់ខ្លួនឯងដើម្បីរក្សាបុត្ររបស់ព្រះអង្គការហាមប្រាប់អ្នកណានេះមិនអាចហាមយូរបានឡើយថ្ងៃនេះទុំគុំបានបំពេញនឹងបញ្ជារបស់ម្ចាស់ក្សត្រីគ្រាន់តែមិនចង់ឃើញម្ចាស់ក្សត្រីរកអយុត្តិធម៌ប្រឈមនឹងគ្រោះថ្នាក់ពេកសូមម្ចាស់ក្សត្រីដាក់ទោសទុំគុំទៅយើងពិតជាល្ងងណាស់យើងធ្វើឲ្យទ្រង់រងទុក្ខវេទនាបែបនេះយើងសមនឹងស្លាប់សូមម្ចាស់ក្សត្រីព្រះមេដាបត់សំលុតជង្គង់ថ្វាយបង្គំរឿងដែលកាត់ឡើងពីមុនយើងមិននិយាយវាទៀតទេចាប់តាំងពីខ្ញុំបានសន្យាជាមួយអតីតម្ចាស់ស្ត្រីខ្ញុំច្បាស់ជានឹងរក្សានគរនេះសម្រាប់ការព្យាយាមដោះស្រាយបញ្ហាបណ្ដោះអាសន្នទុំគុំគួរជាឬជីទាំងគុលទុំគុំនឹងម្ចាស់ស្ត្រីគិតរកយុទ្ធសាស្ត្រហើយគ្រាន់តែត្រូវការសហការពីព្រះអង្គតែប៉ុណ្ណោះយើងមិនបដិសេធទេឈប់យំទៅអ្នកបម្រើរបស់អតីតម្ចាស់ស្រីជាសម្ងាត់មិនអញ្ចឹងកិច្ចមិនផុតពីការប្រមាញ់របស់រាជានិស្សិតទេមានន័យថាតាំងពីដើមមកលោកមានភ័ស្តុតាងដែលខ្ញុំត្រូវបានគេចាប់ប្រកាន់ហើយចុះហេតុអីលោកមិនចង់ចេញមុននេះពីមុនទូមង្គមគ្មានសមត្ថភាពប្រឆាំងរាជានិស្សិតទេគ្រាន់តែធ្វើឲ្យរាជានិស្សិតជឿជាក់យ៉ាងពិតប្រាកដលើពាក្យចចាមអារ៉ាមដែលគាត់បានផ្សាយហើយមនុស្សគ្រប់គ្នាក៏ជឿដែរទើបឲ្យការពារទ្រង់នឹងព្រះអង្គបានពិតប្រាកដទទួលបញ្ជាពីឋានសួគ៌ព្រះអង្គប្រកាសថាដើម្បីដោះស្រាយគ្រោះធម្មជាតិនិងសូមសេចក្តីសុខសាន្តដល់នគរពិសេសអនុញ្ញាតឲ្យម្ចាស់ក្សត្រីនិងរាជានិស្សិតរៀបអភិសេកនឹងគ្នាដើម្បីជាការសង្គ្រោះដល់នគរព្រមទាំងលើករាជានិស្សិតជាអធិរាជជាន់ខ្ពស់ការបរិច្ឆេទនៃពិធីមង្គលការនិងពិធីតែងតាំងនឹងត្រូវកំណត់ដោយផ្ទាល់ពីព្រះអង្គដោយសូមការអនុញ្ញាតពីឋានសួគ៌ដើម្បីបង្ហាញពីភាពស្មោះត្រង់ក្នុងការបួងសួងសូមជូនពរដល់នគរសូមទទួលព្រះរាជសារពីឋានសួគ៌ចាប់រាជសារទូបង្គំសូមគោរពតាមព្រះរាជសារសូមអបអរសាទររាជានុសិទ្ធសូមជូនពរអូយមិនមែនទេទូបង្គំនិយាយខុសហើយគួរតែជាសូមអបអរអធិរាជជាន់ខ្ពស់លោកអុកលឿនទៀតហើយចិត្តនៅវាខ្សាច់ភាគខាងកើតគឺតទេស្អាតសាក់មែនឆ្ងាញ់ទេទំពាំមកជួបផ្អែមមិនដូចទ្រង់ទេរបស់ល្អត្រូវតែចែករំលែកទើបត្រឹមត្រូវនេះចាំមិនហើយត្រូវតែទ្រាំទ្របបានមកហើយនេះចង់ធ្វើស្អីយើងកំពុងធ្វើអ្វីព្រះអង្គម្ចាស់មើលមិនឃើញទេអីព្រះអង្គបានចេញរាជសារហើយទ្រង់ចិត្តខ្លាចជាមហេសីយើងហើយហេតុអីក៏ធ្វើចឹងមិនចេះព្រះអង្គម្ចាស់ទ្រង់កុំភ្លេចថាទ្រង់បានសន្យាអ្វីជាមួយខ្ញុំស្ដាប់បង្គាប់យើងទៅមនុស្សអត់ប្រយោជន៍នេះយើងទុកឲ្យទ្រង់ឈឹងជារូឯងក៏ជាអ្នកចេះដឹងដែរឯងមិនចង់បានមុខមាត់ទេបើជាមុខមាត់ចង់បានវាធ្វើអីបើយ៉ាងទៀតសម្លៀកបំពាក់ក្រហមនារីដ៏ស្រស់ស្អាតនៅក្នុងដៃតែងតែជារឿងល្អលើពីនេះម្ចាស់ស្ត្រីមិនទាន់រៀបការនឹងទ្រង់នៅឡើយទេអេទោះជារៀបការជាមួយព្រះអង្គម្ចាស់ក៏ដោយលោកនៅតែជាមនុស្សរបស់ខ្ញុំដដែលព្រះអង្គម្ចាស់បានប្រទានលោកឲ្យខ្ញុំហើយលោកកុំគិតចង់រឹងទូលបង្គំគោរពតាមបញ្ជាចាំមើលចុះ
ពេលនេះសង្គ្រាមតាមព្រំដែនកំពុងតានតឹងដោយសារព្រះអង្គបានចេញរាជសារអនុញ្ញាតឲ្យម្ចាស់ក្សត្រីនិងរាជានុសិទ្ធអភិសេកនោះគួរតែប្រារព្ធពិធីមង្គលការឆាប់ៗដើម្បីជាការសង្គ្រោះដល់នគរនិងធានាសន្តិភាពដល់នគររបស់យើងលោកមន្ត្រីនិយាយត្រូវឬសំខាន់បែបនេះយើងធ្វើប្រហែលមិនបានទេ ព្រះអង្គរឿងដែលយើងបួងសួងសុំទៅឋានសួគ៌កាលពីម្សិលមិញគួរតែប្រាំដល់មន្ត្រីទាំងអស់ដែរ អ្វីទៅជាការបួងសួងសុំទៅឋានសួគ៌គឺការកំណត់ថ្ងៃអភិសេករបស់ម្ចាស់ពូនិងម្ចាស់ក្សត្រីមន្ត្រីទាំងអស់ចង់ឲ្យគ្រោះធម្មជាតិត្រូវដោះស្រាយឆាប់ៗកាលពីម្សិលមិញយើងនិងម្ចាស់ក្សត្រីបានទៅរៀបពិធីតារាសាស្ត្រដើម្បីផ្សងសំណាងមិនស្មានថាថ្ងៃល្អដែលបោះបានជាសញ្ញាអាក្រក់ទាំងអស់បោះបានតែសញ្ញាអាក្រក់បានតែស្លាប់ចុះទៅឲ្យចុះប្រហែលជាបើអើយបានដាក់អញ្ចឹងអើយមែនហើយយើងស្មានថាឋានសួគ៌មានបញ្ហាផ្សេងតើប៉ុន្តែមិននឹកស្មានថាលើកនេះបានជាបោះបានបញ្ហាផ្ទុយទៅវិញនេះជាការប្រាប់យើងថាមានរឿងផ្សេងគ្នាដែលមិនទាន់បានច្បាស់លាស់ហើយរឿងនេះត្រូវពជាពេលគ្រោះមហន្តរាយមិនទាន់បានមកដល់ដោះស្រាយយើងអាចបោះបង់ចោលបានយ៉ាងម៉េចទៅបន្ទាប់ពីគិតរួចហើយយើងបានទស្សន៍ទាម្ដងទៀតតើការរៀបអភិសេកគួរទៅពជាពេលទេដោយសង្គ្រាមព្រំដែនមិនទាន់ត្រូវដោះស្រាយឬអត់លើកនេះឋានសួគ៌បានផ្ដល់សញ្ញាច្បាស់លាស់តើគួរតែធ្វើយ៉ាងម៉េច យើងក្រុមនឹងដោះស្រាយគ្រោះមហន្តរាយសម្រាប់នគរតែមិនស្មានថាឋានសួគ៌មានការរៀបចំផ្សេងមើលទៅរឿងអាពាហ៍ពិពាហ៍នេះត្រូវរងចាំរហូតដល់សង្គ្រាមព្រំដែនត្រូវបញ្ចប់ហើយទើបអាចសម្រេចចិត្តទៀតព្រះអង្គម្ចាស់យើងត្រូវផ្ដោតលើផលប្រយោជន៍រួម បើឋានសួគ៌ចង់បានបែបនេះទូបង្គំគ្មានហេតុផលជំទាស់ទេនិយាយដល់ព្រំដែនទូបង្គំគិតថាសង្គ្រាមព្រំដែនមិនអាចឈ្នះបានគឺដោយសារធនធានមនុស្សមានកំណត់នៅទីនោះទោះជាជាងយិនហ៊ូទទួលជាចំណេះច្រើនដងប៉ុន្តែអ្វីគាត់ចាស់ទៅហើយនឹងគ្មានទីប្រឹក្សាដល់ខាងពូកែនៅក្បែរទៀតទូបង្គំសំណែនាំមនុស្សម្នាក់យុទ្ធសាស្ត្ររបស់បុគ្គលនេះមិនចាញ់វូឡុងនិងហ្វឹងយូនោះទេអញ្ចឹងហើយបុគ្គលនេះអាចទៅជួយជាងយិនហ៊ូបានសង្គ្រាមព្រំដែននឹងអាចបញ្ចប់បានឆាប់ៗដល់ស្រ័យវិបត្តិនគរយើងក៏ដូចជាទុកកង្វល់ក្នុងប្រទេសទ្រង់ល្អម្ចាស់ពូចង់ណែនាំអ្នកណាប្រាប់យើងឆាប់ទៅបុគ្គលនេះជាគ្រូបង្រៀនរបស់ព្រះអង្គនិងរាជបុត្រហើយក្រាបទូលឈឹងជឺរូ ព្រះអង្គម្ចាស់តើចង់ឲ្យគាត់ស្លាប់ឬ ម្ចាស់ក្សត្រីមានបន្ទូលខុសហើយពេលនគរមានអសន្នប្រជាជនគ្រប់រូបមានទំនួលខុសត្រូវបុរសខ្លាំងពូកែបម្រើនគរនិងព្រះមហាក្សត្រគឺជារឿងត្រឹមត្រូវសុភិបរស្លាប់ដើម្បីបុព្វហេតុទាហាននៅព្រំដែនអាចស្លាប់បានចុះជើងជើរូបមិនអាចស្លាប់បានទេព្រះអង្គទូបង្គំសុខចិត្តទៅព្រំដែនដើម្បីជួយជាងយិនហ៊ូប្រយុទ្ធនឹងសត្រូវសូមព្រះអង្គផ្ដល់ឱកាសឲ្យទូបង្គំដើម្បីបម្រើនគរផង ឆាំងជឺរ៉ូលោកជាមន្ត្រីស៊ីវិល សូមព្រះអង្គចេញរាជសារអនុញ្ញាតឲ្យទូបង្គំទៅព្រំដែនដើម្បីបំពេញបំណងប្រាថ្នារបស់ទូបង្គំក្នុងការលះបង់ជីវិតដើម្បីនគរនឹងព្រះអង្គ យើងនឹងជួយដំណើរលោកដល់ផ្ទាល់ម្ចាស់ក្សត្រី យូហ្វឹងខ្ញុំមានរឿងមួយចង់សុំលោកជឺរ៉ូទៅព្រំដែនលើកនេះខ្ញុំចង់ឲ្យលោកការពារគាត់ឲ្យផ្ទាល់ ទូបង្គំមិនចង់ទេ មិនអីទេ ប៉ុន្តែបើត្រង់ចង់ឲ្យទូបង្គំទៅទូបង្គំនឹងទៅទូបង្គំមិនស្មានថាទ្រង់អាចធ្វើដំណឹងសម្រាប់ឈឹងជរូសោះ គឺខ្ញុំស្រឡាញ់គាត់យូហ្វឹង ចុះទូបង្គំ មិនថានៅអតីតកាលបច្ចុប្បន្នឬក៏អនាគតទេលោកនៅក្នុងចិត្តខ្ញុំគឺដូចជាសាច់ញាតិអញ្ចឹងបើលោកមិនចង់ខ្ញុំមិនបង្ខំលោកទេ ទូបង្គំទៅការពារខ្លួនឯងនឹងរាជបុត្របានល្អ ព្រះអង្គមិនបាននិយាយថាទ្រង់នឹងមកជួយដំណើរលោកទេអី ទូបង្គំមិនឲ្យទ្រង់មកទេមែនហើយទ្រង់ឲ្យយូហ្វាំងការពារទូបង្គំចុះទ្រង់វិញ
ខ្ញុំមានរាជានុសិនអូមិនមែនទេអធិរាជជាន់ខ្ពស់ការពារខ្ញុំហើយលើកនេះផ្លូវឆ្ងាញ់ណាស់មានជូហ្វឹងខ្ញុំអស់កង្វល់ហើយចុះបើទូបង្គំមិនត្រឡប់មក កុំនិយាយផ្ដេសផ្ដាស់លោកកុំនិយាយផ្ដេសផ្ដាស់តំបន់ព្រំដែនជាកន្លែងសើមមានសត្វល្អិតនិងកម្ដៅខ្លាំងលោកត្រូវការពារខ្លួនឯងឲ្យបានល្អលោកត្រូវដឹងថាជីវិតលោកមិនមែនជារបស់អ្នកម្នាក់ឯងទេនៅមានមនុស្សនៅទីនេះដែលកំពុងរងចាំលោកមកផ្ទះវិញបានអញ្ចឹងទ្រង់ក៏ត្រូវចាំដែរវាសនារបស់ទ្រង់ក៏មិនមែនជារបស់ទ្រង់តែម្នាក់ឯងដែរសូមគោរពព្រះអង្គរីកាបន្តពីព្រំដែនលោកមន្ត្រីជើងជូរ៉ូបានជួបក្រុមចោរប្លន់តាមផ្លូវទៅព្រំដែនបានស្លាប់បាត់ទៅហើយថាម៉េចថ្ងៃនោះលោកឆឹងទៅចូលដល់តំបន់ព្រំដែននេះភេទនិរដីក៏ត្រូវក្រុមចោរប្លន់ទាំងមនុស្សទាំងសើក៏បាត់ទៅតើលោកដឹងយ៉ាងម៉េចលោកប្រឆឹងត្រូវបានគេចាប់មានអង្គរៈម្នាក់ទៅទទួលអីវ៉ាន់ពេលត្រឡប់មកវិញក៏បានឃើញចោរប្លន់នាំលោកប្រឆឹងទៅអង្គរៈនោះក៏ទៅរកនៅហូយេនៅព្រំដែនដើម្បីរីកាហូយេក៏បានបញ្ជូនមេបញ្ជាការឲ្យនាំទៅហ៊ានទៅដល់ជួយសង្គ្រោះភ្លាមៗក្រុមចោរនោះសាហាវខ្លាំងណាស់ពួកវាហ៊ានដុតភ្នំអញ្ចឹងហើយពេលយើងទៅដល់ជំរុំដែលគុំលោកប្រឆឹងត្រូវបានឆេះខ្លាយជាផែនបាត់ទៅហើយពួកវាហ៊ានជឿប្រហារជីវិតពួកគេទាំងអស់9ចំនួនសូមព្រះអង្គកុំខ្យល់សុទ្ធតែជាពាក្យមិនពិតទាំងអស់ម្ចាស់សត្រីទុំគុំសំតែស្លាប់ទូបង្គំខុសហើយដែលមិនអាចការពារលោកប្រុសចឹងបានតើនេះជារឿងអ្វីវិញទៅខ្ញុំបានបញ្ជូនយូហ្វឹងឲ្យការពារជឿរ៉ូដែលសំខាន់យូហ្វាងលោកនិយាយមកតើមានរឿងអ្វីកើតឡើងលោកប្រុសចឹងពិតជាត្រូវចោលភ្នំចាប់មែនព្រឹកគីម្ខាងទៀតមានគ្នាច្រើនពេកទូបង្គំគ្មានទំនុកចិត្តថានឹងឈ្នះមិនហ៊ានធ្វើអីប្រេះប្រាស់ទេអញ្ចឹងហើយបានជាទូបង្គំសុំជំនួយពីជើងហ៊ានយូបានបញ្ជូនហ្វាងស៊ីយ៉ាងឲ្យទៅជួយសង្គ្រោះលោកប្រុសចឹងជាមួយនឹងទូបង្គំពេលទៅដល់ហ្វាងស៊ីយ៉ាងគ្រាន់តែចង់ដឹងថាលោកប្រុសចឹងស្លាប់ឬរស់អ្វីហ្វាងស៊ីយ៉ាងនិយាយថាអ្វីទាំងអស់នេះគឺជាការរៀបចំរបស់រាជានុសិទ្ធនិងជើងយិនហ៊ូយើងគ្រាន់តែធ្វើតាមប៉ុណ្ណោះទូបង្គំបានទៅជួយសង្គ្រោះតែខ្លួនឯងតែទៅដល់ទូបង្គំឃើញលោកចឹងត្រូវគេសម្លាប់ខ្លាចទៅជាផែនទៅហើយពួកខ្ញុំមិនរាប់រហឺនគេនិយាយផ្ដេសខ្លួនវាផងនេះហ៊ានចាប់ខ្លួនជនក្បត់បោកប្រាស់ព្រះអង្គនេះព្រះអង្គម្ចាស់ហេតុអីប្រញាប់ចាប់គេម្លេះចង់សម្លាប់មនុស្សបំបត្តិមែនទេមនុស្សនេះនិយាយភូតកុហកហើយនេះចោទប្រកាន់យើងថាយើងជាអ្នកក្បត់ជាទៀតរហឺនដល់ថ្នាក់នេះជាការចោទប្រកាន់រឿងអន់តែត្រូវរងចាំស៊ើបអង្កេតសិនដោយសារតែយូហ្វាងចោទប្រកាន់ម្ចាស់ពូនិងជើងយិនហ៊ូឥឡូវនេះម្ចាស់ពូគួរតែដាក់ខ្លួនដើម្បីការស៊ើបអង្កេតដំណើរការសិនឡូខ្ញុំរងចាំមើលថាតើពួកគេអាចរកឃើញអ្វីខ្លះយូហ្វាងលោកប្រាប់ខ្ញុំមកជឿរ៉ូពិតជាស្លាប់មែនទេម្ចាស់សត្វយូហ្វាងលោកប្រាប់ខ្ញុំមកតើលោកឃើញដល់ផ្ទាល់ភ្នែកខ្លួនឯងទេលោកឃើញដល់ផ្ទាល់ភ្នែកខ្លួនឯងមែនទេមនុស្សនេះធ្លាប់ប្រឆាំងយើងច្រើនដងមិនដឹងថាគេនិយាយគឺជាការពិតឬក៏អត់នោះទេយើងត្រូវគុំខ្លួនគេសួរចម្លើយឲ្យច្បាស់សិនម្ចាស់ពូរឿងនេះសំខាន់ណាស់ត្រូវការស៊ើបអង្កេតឲ្យបានស៊ីជម្រៅយូហ្វាងជាសាក្សីសំខាន់បើចាប់ដាក់គុកមុនពេលរកឃើញការពិតខ្លាចខ្លាំងខុសច្បាប់តែបញ្ជូនគាត់ទៅរកអង្គរៈរាជវាំងសិនទៅរហូតដល់ការពិតលេចចេញមកទើបសម្រេចចិត្តជាថ្មីតែម្ចាស់ពូយល់យ៉ាងណាចឹងធ្វើតាមព្រះអង្គចុះសូមព្រះអង្គពិនិត្យឲ្យបានផ្ទាល់ដើម្បីរកផុសតាំងសាកសមជួបទូមគុំវិញម្ចាស់ស្ត្រីសើទឹកសុបនេះបន្តិចទៅត្រង់មិនបរិភោគមិនសើពេញមួយថ្ងៃហើយធ្វើយ៉ាងម៉េចឲ្យរាងកាយទ្រាំបានព្រះអង្គយាងមកដល់ហើយព្រះមេដាទ្រង់កំពុងធ្វើអ្វីម្ចាស់ស្ត្រីត្រឡប់ពីសាវនាការមកមិនសើមិននិយាយស្ដីសោះសូមព្រះអង្គជួយលួងលោមត្រង់ផងព្រះមេដាយើងក៏សោកសៅខ្លាំងដែរតែសូមទ្រង់រក្សាសុខភាពផងម្យ៉ាងទៀតរឿងនេះយើងប្រកាសជាមិនបណ្ដោយឲ្យវាចាប់ទៅនឹងទេរស់ត្រូវឃើញមនុស្សស្លាប់ត្រូវឃើញសាកសមឥឡូវនេះរកសាកសមលោកគ្រូមិនទាន់ឃើញទេប្រហែលជាលោកគ្រូនៅរស់ក៏ថាបានយូហ្វឹងមិនកុហកខ្ញុំទេទោះវាជាការពិតក៏ដោយយើងត្រូវតែតស៊ូមិនចឹងទេលោកគ្រូមិនអាចស្លាប់បានឡើយឥឡូវលោកគ្រូមិននៅតែហើយបើទ្រង់មានរឿងកាត់ឡើងយើងជាស្ដេចលែងបានការហើយអានមានរឿងមួយដែលខ្ញុំចង់និយាយជាមួយទ្រង់ជាយូរហើយទ្រង់គឺជាព្រះអង្គជាស្ដេចនៃនគរទាំងមូល
ខាងលើគោរពតាមឆន្ទៈនៃឋានសួគ៌ខាងក្រោមបំពេញចិត្តប្រជារាស្ត្រគ្មាននរណាម្នាក់អាចនៅជាមួយទ្រង់អស់មួយជីវិតទេមិនយូរមិនឆាំទ្រង់ត្រូវពឹងផ្អែកលើខ្លួនឯងដើម្បីត្រូវទ្រង់នគរនេះឡើងវិញតើទ្រង់យល់ទេអ្វីដែលមេដាមានបន្ទូលបត់ចាំទាំងអស់អញ្ចឹងឲ្យសូមមេដាដើម្បីជាប្រយោជន៍ដល់នគរសូមរក្សាសុខភាពផងបត់ថ្វាយបង្គំលាទៅចុះឃើញទ្រង់នៅសវនកម្មដូចជាបាត់បង់ស្មារតីទូបង្គំគិតថាទ្រង់នៅសោកសៅប្រហែលថ្ងៃព្រោះតែមនុស្សម្នាក់នោះអញ្ចឹងមិនស្មានថាបើជិញ្ជើញទូបង្គំមកមើលព្រះច័ន្ទញាក់ខ្លួនព្រះអង្គម្ចាស់លេងសើចហើយព្រះអង្គបានប្រទានរាជសាររៀបអភិសេកឲ្យខ្ញុំនឹងក្លាយជាមហេសីរបស់ព្រះអង្គម្ចាស់មិនយូរមិនឆាប់ទេឥឡូវគ្រាន់តែមើលឃើញការពិនហើយធ្វើតាមស្ថានភាពតែប៉ុណ្ណោះព្រះអង្គម្ចាស់ឡធ្វើតាមស្ថានភាពព្រះអង្គម្ចាស់មានអំណាចលើសលំនៅក្រៅមនុស្សម្នាក់តែលើមនុស្សរាប់ពាន់នាក់ម្យ៉ាងទៀតព្រះមហេសីមិនមែនជាមនុស្សរបស់ព្រះអង្គម្ចាស់តាំងពីយូរហើយទេរងបើទ្រង់ធ្វើបែបនេះតាំងពីដើមទូបង្គំមិនចាំបាច់ខំប្រឹងធ្វើទៀតទេមនុស្សនោះក៏បាត់បង់ជីវិតផងដែរខ្ញុំយល់ហើយឥឡូវនេះសោយស្រាទៀតទេម្ចាស់សត្វត្រីចូលចិត្តលេងបែបនេះពិតជាគ្រោះថ្នាក់តែទូបង្គំចូលចិត្តទូបង្គំចង់ចឹងទូបង្គំនឹងថាទ្រង់មិនចិត្តល្អចំពោះទូបង្គំទេហ៊ានធ្វើបែបនេះព្រោះតែមនុស្សម្នាក់នោះស្នេហាបែបនេះពិតជាគួរឲ្យកោតសរសើរណាស់ទ្រង់ជាមនុស្សទុច្ចរិតទ្រង់សម្លាប់ជីរ៉ូបើថ្ងៃនេះខ្ញុំសម្លាប់ទ្រង់មិនបានខ្ញុំនឹងស្លាប់ជាមួយគាត់ទូបង្គំប្រាប់ទ្រង់ទូបង្គំមិនឲ្យទ្រង់ស្លាប់ជាមួយគាត់ទេទ្រង់ត្រូវតែរੂបន្តទូបង្គំនឹងរៀបការជាមួយទ្រង់ដោយអធិកអធមបំផុតចាំជុំធីនអ្នកខ្ញុំមនុស្សដែលឆានមកចាប់បងសន្សំកម្លាំងទៅរឿងរៀបការឬក៏ស្លាប់មិនមែនទ្រង់អ្នកសម្រេចទេឡើងយើងចាំជុំធីនប្រដេះណាម្ចាស់សត្វត្រីនៅនគរមួយហ៊ានតែប៉ុនផងធ្វើឃានគិតថាខ្លួនជាវីរៈនារីមែនទេឥឡូវម្ចាស់សត្វត្រីនៅណាក្រាបទូព្រះអង្គម្ចាស់សត្វត្រីត្រូវបានឃុំខ្លួននៅបន្ទប់ក្រោយដំណើររបស់ព្រះអង្គម្ចាស់ទូមានអង្គរៈយាមក៏ដោយក៏មានអ្នកបម្រើនៅបម្រើដែរមិនគួរមានបញ្ហាធ្ងន់ធ្ងរទេបើទ្រង់ពិតជាមានរឿងអ្វីកាត់ឡើងយើងនឹងខ្លាចជាស្ដេចឯកាហើយហ្វូជីម្ចាស់សត្វត្រីចូលរួមសវនកម្មក្នុងវាំងក្រាបទូលមនុស្សសំអុយនេះមិនល្អទេម្ចាស់ស្ត្រីបានធ្វើអត្តឃាតមិនល្អទេឆាប់មកមិនល្អទេម្ចាស់ស្ត្រីធ្វើអត្តឃាតហើយចង់ឲ្យគេចាប់អារម្មណ៍គ្មានការអនុញ្ញាតពីទូបង្គំទេនោះទ្រង់មិនអាចស្លាប់បានទេយ៉ាងណាយើងនឹងមានពេលច្រើនទ្រង់នៅយឺតនៅទីនេះទៅនឹងមានថ្ងៃដែលទ្រង់យល់ព្រមហើយទោះគិតរាប់រយដងថ្នាំពុលមានប្រសិទ្ធភាពហើយអូយឈឺណាស់អូយឈាមនេះគឺជាថ្ងៃរៀបអភិសេកដែលយើងបានឲ្យជាងធានជានឹងបានកំណត់តើម្ចាស់ពូយល់យ៉ាងណាហេតុអីក៏មិនចាំឲ្យសង្គ្រាមចប់សិនយើងបានគិតហើយនេះជារឿងល្អហើយក៏ជាការគោរពរបស់យើងដែរព្រះអង្គលំបាកហើយការគោរពនេះទូបង្គំសូមទទួលជំនួសម្ចាស់ក្សត្រីដោយសារម្ចាស់ពូជំទាស់នឹងថ្ងៃរៀបអភិសេកតែយើងនាំព្រះមេដាត្រឡប់ទៅវាំងវិញបានដែរទេម្ចាស់ក្សត្រីមានគម្រោងរៀបអភិសេកជាមួយទូបង្គំរួចទៅហើយនៅវាំងទូបង្គំក៏សមហេតុផលដែរទូបង្គំគិតថាមិនចាំបាច់ត្រឡប់ទៅវាំងវិញនោះទេព្រះមេដាគឺជាព្រះមេដានគរពិធីមង្គលការមិនអាចលេងសើចបានទេម្យ៉ាងទៀតនៅឮថាមេដាប៉ុនផងសម្រាប់ខ្លួនទៀតតែម្ចាស់ពូគិតចាំមិនទៅមិនខ្លាចទ្រង់ស្លាប់ទេបើព្រះមេដាមានរឿងអ្វីកាត់ឡើងតើម្ចាស់ពូអាចខ្លាចជាអធិរាជជាន់ខ្ពស់ដែររបៀបណាអធិរាជជាន់ខ្ពស់តើទ្រង់គិតថាទូបង្គំឥឡូវនៅខ្វល់ពីការងារអធិរាជជាន់ខ្ពស់ទៀតទេចឹងជួយរត់ស្លាប់ទៅហើយម្ចាស់ក្សត្រីក៏ស្លាប់ដែរតើទ្រង់នៅមានបង្អែកអ្វីទៀត
ទូបង្គំបាននិយាយហើយទូបង្គំអាចលើកទ្រង់ឡើងសោយរីក៏អាចទម្លាក់ទ្រង់វិញបានដែរតែម្ចាស់ពូត្រូវយល់អ្នកដណ្ដើមរាជនៅតែជាអ្នកដណ្ដើមរាជម្ចាស់ពូមិនខ្លាចប្រវត្តិសាស្ត្រកត់ត្រាទេធ្លាប់បានឮទេថាប្រវត្តិសាស្ត្រតែសរសេរដោយអ្នកឈ្នះប្រវត្តិសាស្ត្រអាចត្រូវកែប្រែតែមររបស់ជារាជទូទាំងនគរម្ចាស់ពូមិនអាចបាត់បង់ទេបើប្រវត្តិសាស្ត្រត្រូវបានសរសេរដោយអ្នកឈ្នះចុះរឿងព្រះអង្គជានឹងរាជវង្សមុនត្រូវបានម្ចាស់ពូរបស់ទ្រង់បានដណ្ដើមរាជនោះរឿងនេះមកដល់សម័យនេះគ្រប់គ្នាដឹងដល់របៀបណាបើម្ចាស់ពូមិនខ្វល់ពីកិត្តិយសក្រៅឆ្នាំជិះក៏គ្មានអ្វីត្រូវនិយាយទៀតដែរអ្វីដែលម្ចាស់ពូត្រូវការមិនមែននគរនេះទេដរាបណាម្ចាស់ពូព្រមដោះលែងព្រះមេត្តាយើងនឹងតែងតាំងរាជបុត្រជារាជទេជាតិភ្លាម